សង្គ្រាមកំពុងតែឆេះរីករាលដាលហើយអាវុធក៏កំពុងតែលក់ដែរសហរដ្ឋអាមេរិកនៅថ្ងៃទី19ខែមីនាឆ្នាំ2026បានអនុម័តលក់អាវុធនិងប្រព័ន្ធការពារដែនអាកាសតម្លៃជាង$16,000 លានឲ្យប្រទេសអារ៉ាប់រួមនិងគុយវ៉េតដោយប្រើអំណាចបន្ទាន់រំលងនីតិវិធីពិនិត្យរបស់សភាតែម្ដងនេះបើយោងទៅតាម Reuters ជាទូទៅការលក់អាវុធរបស់អាមេរិកត្រូវឆ្លងកាត់ការជូនដំណឹងនិងការរងចាំការត្រួតពិនិត្យពីសភាដែលអាចប្រើពេលច្រើនថ្ងៃឬក៏ច្រើនសប្តាហ៍មុនអាចអនុវត្តបានក៏ប៉ុន្តែក្នុងករណីនេះរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio បានប្រកាសថាមានស្ថានភាពបន្ទាន់ដែលអនុញ្ញាតឲ្យអាមេរិកលក់បានភ្លាមដោយមិនចាំបាច់រងចាំនោះទេស្ថានភាពបន្ទាន់ខណៈដែលសង្គ្រាមអ៊ីរ៉ង់កំពុងតែរីករាលដាលហើយមីស៊ីលអ៊ីរ៉ង់បានបាញ់ទម្លុះអាកាសរបស់បណ្ដាប្រទេសអារ៉ាប់ជាបន្តបន្ទាប់គុយវ៉េតទិញកញ្ចប់អាវុធធំមានតម្លៃប្រមាណជា$8,000 លានក្នុងនោះមានរ៉ាដា LTAMDS ចំនួន8គ្រឿងដែលភ្ជាប់មកជាមួយនៅមីស៊ីលសម្រាប់តាមដានគោលដៅល្បឿនលឿនហើយបញ្ចូលទិន្នន័យចូលទៅបណ្ដាញស្ទាក់ចាប់មីស៊ីលក្រៅពីនោះនៅមានប្រព័ន្ធផ្គត់ផ្គង់ថាមពលចល័តខ្នាតធំចំនួន5គ្រឿងនិងសម្ភារៈគាំទ្រពាក់ព័ន្ធផ្សេងទៀតផងដែរចំពោះអារ៉ាប់រួមវិញកញ្ចប់អាវុធសរុបដែលអាមេរិកលក់ឲ្យមានតម្លៃ$8,400 លានក្នុងនោះមានរ៉ាដារយៈចម្ងាយឆ្ងាយមួយគ្រឿងសម្រាប់ភ្ជាប់ជាមួយនឹងប្រព័ន្ធបាញ់មីស៊ីលសាតតម្លៃប្រមាណជា$4,500 លានដើម្បីតាមដានការគំរាមកំហែងមីស៊ីល ballistic នៅមានប្រព័ន្ធប្រឆាំងដ្រូន FSLIDS ចំនួន10ឈុតតម្លៃជាង$2,000 លានផ្នែកអាវុធសម្រាប់យន្តហោះចម្បាំងវិញអារ៉ាប់រួមទិញមីស៊ីលរយៈចម្ងាយឆ្ងាយ AIM-120C7 ចំនួន400គ្រាប់និងប្រព័ន្ធនាំផ្លូវ8ឈុតនៅក្នុងតម្លៃ$1,200 លានអារ៉ាប់រួមក៏ទិញគ្រាប់បែក GBU-39 ជាង1,500គ្រាប់និងប្រព័ន្ធនាំផ្លូវជាង1,000ឈុតដែរសម្រាប់យន្តហោះ F-16 ក្នុងតម្លៃ$644 លានបើមើលជារូបភាពធំនេះមិនមែនជាការលក់អាវុធធម្មតានោះទេប៉ុន្តែជាសញ្ញាថាខណៈដែលសង្គ្រាមអ៊ីរ៉ង់នៅតែបន្តអាមេរិកកំពុងតែបំពាក់ខែលបន្ថែមភ្នែកនិងបំពេញឃ្លាំងអាវុធឲ្យសម្ព័ន្ធមិត្តអារ៉ាប់នៅជិតអ៊ីរ៉ង់និយាយឲ្យខ្លីគឺសង្គ្រាមកំពុងឆេះទីផ្សារអាវុធរបស់អាមេរិកក៏ត្រូវប៉ាន់ខ្ញុំរស់សុធាពី News Today NTTV